កាលពីអតីតមកខ្ញុំបានចូលរួម Fair Trip របស់សាលា SE បើនិយាយទៅនេះគឺជាលើកទី1របស់ខ្ញុំដែលចូលរួម Fair Trip ចឹងណា Even សាលាម្ដងនិយាយទៅខ្ញុំកម្រមែនតើហ្មងអត់ដែលបានចូលរួមទេអានេះហើយខំតែ teacher គាត់ត្រូវទៅដែរទេហើយណាមួយម៉ោងហ្នឹងគឺម៉ោងដែលខ្ញុំកំពុងតែរៀនអញ្ចឹងហ្នឹងគឺមានឡានក្រុងគេមកឈប់ចាំយើងអ្នកគ្នានៅម៉ោង11ថ្ងៃត្រង់ហើយគេមាន scan QR ដើម្បីឡើងលើឡានក្រុងហ្នឹងអ្នកគ្នានិយាយទៅសិស្សដែលទៅនេះគឺមាន GP level 12ហើយនឹង diploma ដូចខ្ញុំនឹងឯងឡើងទៅដល់នេះគឺមានឲ្យ sticker គេអ្នកគ្នាមានលេខយើងអញ្ចឹងទៅហ្នឹងគឺគេបិទសម្រាប់យើងលេង game ដើម្បីបាន scholarship ប៉ុន្តែជាក់ស្ដែងខ្ញុំមានបានប្រើនឹងអីទេអ្នកគ្នាពេលដែលទៅដល់នឹងនិយាយទៅអា Fair Trip លើកនេះគឺវាពាក់ព័ន្ធជាមួយនឹងការរៀនរបស់ខ្ញុំដូចគ្នាមានអ្នកគ្នា teacher របស់ខ្ញុំមកឡើងសង្ហាហ្មងណានិយាយទៅមុនពេលដែលមកហ្នឹងគឺ teacher ខ្ញុំគាត់បានឲ្យកដាស់មួយដើម្បីឲ្យយើង rate អ្នកដែលគាត់នេះហើយអ្នកគ្នា I don't know how to say ខ្ញុំមកហ្នឹងគឺដើម្បីសួរពីព័ត៌មានពាក់ព័ន្ធជាមួយនឹង scholarship study abroad អីចឹងហើយកិច្ចការដែលខ្ញុំត្រូវធ្វើពេលដែលមកហ្នឹងគឺសួរព័ត៌មានពី scholarship ហើយយើងសង្កេតពីអីដែលគេ present មកយើងហ្នឹងដោយសារតែជំនាញរបស់ខ្ញុំរៀនហ្នឹងគឺពាក់ព័ន្ធជាមួយនឹង business communication skill អ្នកគ្នាចឹងថាតើគេរកតាក់យើងអត់ឬក៏អីផ្សេងៗទៀតចឹងទៅហើយការតាមពិព័រណ៍នេះគឺមានមនុស្សច្រើនខ្លះមែនតើជាមួយនឹងសាលាមកពីអូស្ត្រាលីច្រើនសាលាខ្លះតែក៏មានសាលានៅក្នុងស្រុករបស់យើងដែរនិយាយទៅវីដេអូទៅដល់ណាដល់ណីអស់ហើយប៉ុន្តែអ្នកនិយាយនេះដល់ណាណីទេហើយកន្លែងនេះខ្ញុំស៊ូមនេះគឺជាកន្លែងដែលគេប្រឡងយក scholarship ពីសាលា SE 100%ហើយពេលខ្ញុំអត់ដឹងនិយាយមែនមកបើសិនជាដឹងមកប្រឡងដែរបាទហើយពេលហ្នឹងក៏បានទៅលេង game ឆ្លើយសំណួរពីសាលា SE ដែរអ្នកគ្នាបាន tote bag បានសភៅចឹងទៅហើយ tote bag មួយទៀតដែលខ្ញុំបានអាពណ៌ខៀវហ្នឹងគឺបានមកពីសាលា AUPP អ្នកគ្នាសួរព័ត៌មានពី scholarship គេហ៎ចេះសួរទៅអ្នកគ្នាពេលបានមកអីសួរចុះសួរឡើងឥឡូវនេះមានចការចូល Starbucks មួយតែខ្ញុំអត់មានបានញ៉ាំ Starbucks អីទេចាបន្ទាប់មកទៀតក៏បានដល់មកដែលយើងត្រូវទៅសាលាវិញនិយាយពីខ្យល់សាហាវហ្មងណាឡានក្រុងនេះនិយាយទៅ Fair Trip នេះខ្ញុំ feeling like គឺ it's a trip ហ្មងណាឃើញការទៅដើរលេងសិង្ហបុរីមែនតើហ្មងជិះតែឡានក្រុងហ្នឹងឯងហើយយើងមកដល់សាលាវិញហើយវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេអ្នកគ្នា Bye guys